បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមានទឹកមកពីព្រៃហើយមានរបស់ពិសេសនេះអេមបានចែកជូនពុកម៉ែបងប្អូនមើលបាទមកគូនេះលំដាប់ VIP តែម្ដងបាទប្រភេទកដាញ់ក្បាលបាទធំកម្ពស់ដូចជាខ្ញុំបាត់ម៉ែត្រទៅតែកម្ពស់នេះវាចូលមកទឹក3ជាងហើយនឹងមកទឹក4បាទវាទាពីហ៊ុនចូលពីហ៊ុន7ហើយទានេះបាទពិសេសស្អាតមែនតើនេះមើលណាស្អាតហើយបើថ្មសំលៀងវិញមកខាងនេះដូចជាមាននឹងពួនបាទនឹងពួនមកក្របអត់មែនខាងនេះទេថ្មសំលៀងស្អាតមកខាងនេះមាននឹងពួនមកក្របបាទថ្មសំលៀងធំកង់អសស៊ីស្អាតមែនតើបាទនេះខាងនេះមាននឹងពួនមកក្របពិសេសស្អាតបាទស្អាតមែនតើហើយខ្នាយនេះរឹតតែពិសេសទៀតធំមែនតើបាទគូនេះពិសេសមែនតើមកឈុតនេះហើយខ្ញុំទៅមកពីព្រៃមកដល់ម៉ោងចូលម៉ោង 7:10 ហើយ9 កន្លះហើយបាទម៉ោង 9 កន្លះហើយនេះជាលំដាប់កដាញ់ក្បាលនេះពិសេសមែនតើហើយក្នុងនោះខ្ញុំមានផ្កាយក្បាលមួយឈុតបាទនេះយកប្រភេទផ្កាយក្បាលខាងនេះដកបានសោះដកបានណៃប៉ឹសតែខាងនេះខ្ញុំដកចេញមកហើយនេះបាទបទានេះចិត្ត3ហ៊ុនណាបទាហើយខ្នាយនេះអេមប្រហោងមែនតែអេមស្អាតមែនតើបាទជួបលើកទី2ហើយបាទភាសាមុនបទា3ហ៊ុនហើយខ្នាយនេះពងសង្ស័យថាប្រហូតថ្នោបាទព្រោះខ្ញុំចាក់ទឹកទៅជួនកាលឃើញរបៀបដូចស្រកអញ្ចឹងណាហើយខ្នាយប្រភេទខ្នាយបទា3ហ៊ុនចិត្ត3ហ៊ុនហើយប្រហូតថ្នោហើយទៅពេលចឹងពងតែលៃលើគិតគូមើលសិនចាំមើលខ្ញុំតាមព្រីមយប់សិនអាចនឹងវាឈាមអាចនឹងប្រហូតថ្នោមែនក៏មិនដឹងតែខាងនេះដកបានទេពិសេសខាងនេះពិសេសមែនតើបាទថ្មិញនេះដកលក់អស់2ហើយបាទថ្មិញដកលក់អស់2ហើយនៅខាងនេះមួយដកបានទេហើយនៅជាប់ស្គៀមតតពុះហើយមិនដឹងហើយឃើញកាពីកពកហ្នឹងអាចនឹងកដាញ់ឬក៏ស្អីហើយបានគាត់ដកចេញដល់ពេលអញ្ចឹងទៅខ្ញុំអត់ទាន់ហ៊ានពុះទេខ្ញុំទុកវាសិនទុកគាត់សិនបាទហើយនេះជាប្រភេទផ្កាយក្បាលបងប្អូនផ្កាយក្បាលហើយអញ្ចឹងហើយបានខ្ញុំយកទាំងស្គៀមមកដើម្បីស្គៀមនេះគឺពិសេសដូចគ្នាបាទស្គៀមផ្កាយក្បាលគឺពិសេសគ្រប់ថែសាប្រើគឺពិសេសដូចគ្នាជាមួយនឹងថ្មិញនឹងហើយដកចាប់ចែងចេញមកគូហើយដោយសារបងនៅខាងទឹកសัตว์ចង់បានថ្មិញជាប់ខ្នាយហ្នឹងឥឡូវផ្ញើជូនគាត់ហើយល្ងាចមិញខ្ញុំផ្ញើជូនហើយពិសេសតែផ្កាយក្បាលនេះបទា3ហ៊ុនណាខ្ញុំអត់បាត់ម៉ែត្រតែបទានេះអាចនឹងចូល3ហ៊ុនណាបទាហ្នឹងបើមិន3ហ៊ុនក៏2ហ៊ុន8 2ហ៊ុន9ណាបាទហើយនេះ2ហ៊ុន7បាទតែខ្នាយនេះមើលទៅប៉ុនគ្នាហើយនេះធំជាងបន្តិចអាចដែរនេះអាចនេះ2ហ៊ុន7នេះអាចនឹងធំជាងបន្តិចពិសេសបាទផ្កាយក្បាលនេះពិសេសតែនេះគាត់ខ្លីដែរខ្ញុំធ្លាប់ជួបផ្កាយក្បាល2ហើយគឺខ្លីតែអញ្ចឹងបាទសាមុនគឺមានមួយឈុតដែរខ្លីហើយបាទខ្លីចឹងដែរតែគាត់មានម្រះហើយសារនេះថ្មសលៀងគាត់ធំហើយផ្កាយក្បាលខ្ញុំធ្លាប់ជួបគឺថ្មសំលៀងគាត់ដែលកោងអសស៊ីទេតែអញ្ចឹងតែនិយាយពីចុះផ្កាយក្បាលជ្រូកប្រយុទ្ធតែមាននាងពួនអត់មានអីទេស្អាតចេះតែសាច់ក្រាស់ល្អថ្មសំលៀងគាត់ពិសេសធំមែនតើធំថតចឹងដូចជាមិនធំទេតែបើមើលជាក់ស្ដែងធំសាហាវដែរបានធំខ្លាំងតែម្ដងបាទខាងឆ្វេងខាងស្ដាំធំប៉ុនគ្នាស្អាតដូចគ្នាបើយើងដូរពីស្ដាំមកឆ្វេងមកស្ដាំដាក់ជាគូចេះបានស្អាតបាទហើយចំពោះផ្កាយក្បាលនេះបាទរបស់តៃសាឲ្យខ្ញុំត្រាំព្រីងទាន់បាននេះផងទៅម្ដងមិញហ្នឹងឲ្យត្រាំគាត់មិញហ្នឹងតោះបាន1ម៉ោងផងតែសាច់គាត់ស្អាតមែនតែសម្រាប់ម្ខាងនេះដកអត់ទាន់ចេញទេបាទនៅក្លិនតែខ្ញុំលាងទឹកដុសសាប៊ូហើយនឹងត្រាំទឹកគាត់ហើយតែដកអត់ទាន់ចេញទេបាទមើលបទា3ហ៊ុន
យើងគិតថា3ហ៊ុនហ្មងតាបើមិន2ហ៊ុន8ក៏2ហ៊ុន9 3ហ៊ុនហ្នឹងដែរខ្ញុំបាត់ម៉ែទៅបាទតែគ្រាន់ថាខ្នៃធំមែនតើបាទជួបផ្កាយក្បាល2ហើយគឺរូបរាងដូចគ្នាអញ្ចឹងសាមុនក៏អញ្ចឹងឯងគ្រាន់ថាសាមុនគាត់មានម្រះច្រើនសានេះម្រះគាត់មានតែបន្តិចទេមានបន្តិចអញ្ចឹងណាបងប្អូននេះមើលម្រះបន្តិចមកខាងនេះក៏អញ្ចឹងដែរម្រះគាត់មានបន្តិចដែរមិនច្រើនស្ញេពោកច្រើនណាគ្រាន់តែរបៀបថាគាត់ឡើងម្រះហើយនេះឡើងដុំម្រះហើយតិចហើយបាទពិសេសប្រវែងនេះខ្ញុំប៉ាន់នេះខ្ញុំបាត់ម៉ែត្រទៅអញ្ចឹងខ្ញុំប៉ាន់ថាមកទឹក3ចុះមកទឹក2មកទឹក3ហ្នឹងចុះតែប្រវែងគាត់ប៉ុណ្ណឹងតែបើវាទាខ្ញុំប៉ាន់មិនសូវចេះខុសដែរបើមិន2ហ៊ុន9ក៏3ហ៊ុនដែរបាទខ្ញុំប៉ាន់ប៉ុណ្ណឹង2ហ៊ុន7នេះបាទប្រវែង13ជាងហើយមួយខាងនេះដូចជា14ប្រវែងគាត់លើខ្វះគ្នាតិចតួចទេបាទពិសេសស្អាតនេះកដាញ់ក្បាលបាន12គូនឹងទេចេញពីព្រៃមកហើយនឹងថ្មទលៀងកង់អសស៊ីពិសេសមែនតើបាទសុខចម្រើនលៀបជ័យហេងអ្នកគ្នាបងប្អូនបាទខ្ញុំមានអីទេមានចេញពីព្រៃមកមានដល់ប៉ុណ្ណឹងគូហើយមកដល់ផ្ទះភ្លាមហ្នឹងឥឡូវកំពុងថតហ្នឹងឲ្យបងប្អូនមើលបាទពិសេសបើខ្ញុំស្រឡាញ់ជាងគេផ្កាយក្បាលនេះមកសង្ស័យបរហូតថ្នោលព្រោះប្រហោងគាត់អូប្រហោងមែនបងប្អូនមើលនេះប្រហោងនៅផ្នែកប្រយុទ្ធណាផ្នែកនេះឆែបចុងបន្តិចផ្នែកប្រយុទ្ធពិសេសខាងនេះវិញពងតែឆ្ងល់ថាហេតុអីមិនដកបានខ្ញុំខ្លាចថាខាងនោះប្រហោងបរហូតថ្នោលខាងនេះស្រាប់តែគាត់ដុសម្រះនៅគួលនេះគួលគាត់ក៏ពីកពកធ្លាប់ជួបម្ដងដែរគួលផតក៏ពីកពកហ្នឹងបើខាងនេះអត់អីទេបើខាងនេះមកផតហើយកពីកពកហ្នឹងធ្លាប់កោះទៅសិតតែម្រះបាទបងប្អូនសូមអរគុណច្រើនលាបជ័យហេងអ្នកគ្នាបាទ